តើអ្វីជា credit card បងប្អូនថតទៅលើគេនិយាយពី credit card ឬក៏ប័ណ្ណឥណទានតែបងប្អូនអត់ទាន់យល់ច្បាស់ទេថា credit card ឬក៏ប័ណ្ណឥណទានគឺជាអ្វីហើយគេប្រើប្រាស់ដើម្បីអ្វីក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនលម្អិតពី credit card ឬប័ណ្ណឥណទាន credit card គឺជាការស្ងាត់ទូទាត់ថ្លៃទំនិញឬសេវាកម្មបានភ្លាមៗទោះបីជាបងប្អូនមិនមានសាច់ប្រាក់ក្នុងគណនីធនាគារក៏ដោយហើយជំនួយទឹកប្រាក់ដែលប្រើប្រាស់បានត្រូវកំណត់ឲ្យធនាគារផ្អែកលើចំណូលនិងលទ្ធភាពសងរបស់បងប្អូនម្នាក់ៗឧទាហរណ៍ដោយ credit card របស់ខ្ញុំចឹងគឺខ្ញុំអាចចាយបាន$5,000ហើយបើខ្ញុំទូទាត់សងទៅធនាគារវិញគ្រប់ចំនួនតាមថ្ងៃកំណត់គឺមិនអត់ការប្រាក់ខែទឹកផងមិនត្រឹមតែប៉ុណ្ណោះយើងអាចប្រើប្រាស់ credit card សម្រាប់ទិញអីវ៉ាន់តាមអនឡាញ booking សំបុត្រយន្តហោះឬសណ្ឋាគារក៏បានមួយវិញទៀតបងប្អូនក៏អាចដកប្រាក់ពីគ្រប់ទូ ATM របស់ធនាគារ SIDA និងធនាគារផ្សេងទៀតទូទាំងពិភពលោកដែលមាន logo Visa ឬ Mastercard បានផងដែរហើយខាងធនាគារនឹងផ្ញើ credit statement ឬរបាយការណ៍នានាជូនបងប្អូនរៀងរាល់ដើមខែខ្ញុំសូមណែនាំបងប្អូនឲ្យប្រើប្រាស់ SIDA Credit Card គឺមានភាពងាយស្រួលព្រមទាំងទទួលបានអត្ថប្រយោជន៍ពិសេសៗជាច្រើនឯការទូទាត់សំណងមកកាន់ធនាគារវិញរហ័សឃើញទឹកប្រាក់ចូលក្នុងគណនី credit វិញភ្លាមៗដោយបងប្អូនអាចទូទាត់សំណងតាមរយៈ AC Super App ដំបូងបងប្អូនចុចលើមេនុយប័ណ្ណហើយរើសប័ណ្ណធនាគារ Visa ឬ Mastercard SIDA ចុចសំណងប័ណ្ណធនាគារបន្តមកជ្រើសរើសគណនីកាត់ប្រាក់ចេញនិងបញ្ចូលចំនួនទឹកប្រាក់ដែលត្រូវបង់រួចចុចយល់ព្រមហើយចុចបញ្ជាក់ជាការស្រេចប្រសិនបើបងប្អូនចង់ប្រើ SIDA Credit Card បងប្អូនអាចអញ្ជើញទៅសាខាធនាគារ SIDA ដែលនៅជិតបងប្អូនបំផុតដើម្បីជួបជាមួយបុគ្គលិកដែលរងចាំស្វាគមន៍បម្រើបងប្អូនប្រកបដោយភាពរួសរាយរាក់ទាក់និងរហ័សទាន់ចិត្ត SIDA ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត